មុននេះយើងបានប្រាប់អ្នកអំពីស្នាមញញឹមជាវិធីបង្កើនអារម្មណ៍វិជ្ជមានយើងចង់រំលេចពីស្នាមញញឹមថាជាមាបសំខាន់មួយពីព្រោះវាសាមញ្ញបំផុតក្នុងចំណោមវិធីទាំងអស់តោះមើលថាយើងមានអ្វីខ្លះត្រូវឆ្ងល់តាក់ទងនឹងការញឹមនៅពេលដែលយើងញឹមយើងធ្វើចលនាសាច់ដុំមុខចំនួន45ដែលរំញោចសរសៃប្រសាទនៅក្នុងតំបន់ទាំងនោះការភ្ញូចនេះទៅដល់ខួរក្បាលហើយវាផលិតអារម្មណ៍ថាសុខពង្រឹងប្រព័ន្ធភាពស៊ាំកាត់បន្ថយភាពតានតឹងបំបាត់ការឈឺចាប់និងទុក្ខព្រួយនិងបង្កើនចំណាប់អារម្មណ៍បម្រុងប្រយ័ត្ននិងការផ្ដោតអារម្មណ៍មានស្នាមញញឹមពិសេសមួយប្រភេទដែលគេស្គាល់ថាជា Duchenne Smile ស្នាមញញឹមដ៏ពិតប្រាកដវាត្រូវបានគេដាក់ឈ្មោះតាមការសិក្សារបស់ Guillaume Duchenne ដែលជាគ្រូពេទ្យជនជាតិបារាំងនៅសតវត្សទី19ដែលបានសិក្សាពីការបញ្ចេញទឹកមុខវាគឺជាស្នាមញញឹមដែលត្រូវបានសិក្សាច្រើនបំផុតដែលពាក់ព័ន្ធនឹងចលនានៃសាច់ដុំ Phagometicus ធំនិងសាច់ដុំតូចនៅជិតមាត់និងសាច់ដុំ Orbicularis ធំនៅជិតភ្នែកសាច់ដុំ Phagometicus ធំលើកែមបូមាត់ឡើងលើនិងសាច់ដុំ Orbicularis ដែលនឹងលើកថ្ពាល់និងបង្កើតឲ្យមានស្នាមជ្រួញជុំវិញភ្នែកស្នាមញញឹម Duchenne ជាការឆ្លើយតបបែប reflex ត្រូវបានផលិតឡើងតបនឹងអារម្មណ៍ពីខាងក្នុងដែលកើតឡើងដោយឯកឯងនិងពិតប្រាកដដោយមនុស្សភាគច្រើនមិនអាចបញ្ជាការកន្តៈសាច់ដុំ Orbicularis oculi ដោយឆន្ទៈបានទេជារឿយវាត្រូវបានគេហៅថាស្នាមញញឹមដ៏ពិតប្រាកដហើយជាស្នាមញញឹមដែលមនុស្សម្នាក់បង្ហាញនៅពេលគាត់កំពុងបញ្ចេញភាពរីករាយស្នាមញញឹមនេះអាចត្រូវបានគេសង្កេតឃើញសូម្បីតែចំពោះកុមារដែលពិការភ្នែកក៏មិនធ្លាប់បានឃើញស្នាមញញឹមពីមុនមកក៏ពួកគេញឹមភ្លាមនៅពេលដែលពួកគេមានអារម្មណ៍រីករាយមានស្នាមញញឹមមួយទៀតខុសពីខាងប្រភេទខាងលើវាអាចកែប្រែបានតាមរយៈការរៀននិងវប្បធម៌គឺគេហៅថាស្នាមញញឹមវិជ្ជាជីវៈវាគឺជាស្នាមញញឹមដែលត្រូវបានគេប្រើដើម្បីបង្ហាញការគួរសមដូចជាពេលខ្លះយើងឃើញវាក្នុងការផ្សាយពាណិជ្ជកម្មវាជាស្នាមញញឹមបែបសង្គមមិនមែនជាស្នាមញញឹមចេញពីចិត្តរំភើបរបស់យើងទេតែជាស្នាមញញឹមដែលជាទង្វើឆន្ទៈស្នាមញញឹមមិនត្រូវការចំណាយលុយពេលវេលាឬការខំប្រឹងប្រែងនោះទេប៉ុន្តែវាមានសារៈសំខាន់គួរឲ្យកត់សម្គាល់ក្នុងជីវិតរបស់យើងស្នាមញញឹមកាលពីឆ្នាំមុនកំពុងហុចផលឲ្យយើងនៅថ្ងៃនេះឥទ្ធិពលនៃស្នាមញញឹមចំពោះអ្នកដទៃគឺធំធេងណាស់វាជួយរំសាយការសង្ស័យរំលាយការភ័យខ្លាចនិងកំហឹងនិងជួយឲ្យអ្នកដទៃធ្វើបានល្អបំផុតស្នាមញញឹមមានទំនាក់ទំនងផ្ទាល់ដូចដែលប្រេងម៉ាស៊ីនជួយគ្រឿងម៉ាស៊ីនហើយគ្មានវិស្វករឆ្លាតវៃណាដែលមិនរវល់នឹងការប្រើប្រាស់ប្រេងរំអិលឡើយលើសពីនេះទៅទៀតប្រសិនបើអ្នកញឹមច្រើនឥទ្ធិពលផ្លូវចិត្តក៏កាន់តែខ្លាំងការញឹមជួយពង្រឹងជំនឿនិងក្តីសង្ឃឹមជួយសម្រួលដល់ការសម្រេចគោលដៅរបស់យើងសម្រេចបាននូវការគោរពខ្លួនឯងកាន់តែប្រសើរការយល់ដឹងពីខ្លួនឯងនិងការយល់ពីអ្នកដទៃការញឹមជួយឲ្យគ្រួសារចូលរួមជាមួយគ្នានិងបង្រួបបង្រួមក្រុមគ្រួសារការងារនិងក្រុមក្នុងសង្គមដូច្នេះហើយស្នាមញញឹមនីមួយក្លាយជាអ្នកបន្ធូរបន្ថយការតានតឹងជាភ្នាក់ងាររំញោចភាពវិជ្ជមានហើយវាសំហេតុផលថាយើងហ្វឹកហាត់ខ្លួនឯងឲ្យញឹមហើយពិនិត្យមើលថាតើមានអ្វីកើតឡើងនៅពេលយើងញឹមឬពេលយើងមិនញឹមតើអ្នកកំពុងរង់ចាំអ្វីទៀតទើបអាចលបងញឹមបាន